តើអ្នកធ្លាប់ឮចាស់ចាស់បុរាណប្រដៅកូនចៅថាកុំឲ្យទៅលេងទឹកនៅពេលថ្ងៃត្រង់ឬពេលប្រលប់ដែរទេតើនៅពីក្រោយបំរាមទាំងនោះមានអាចកំបាំងអ្វីលាក់បាំងថ្ងៃនេះនាំអ្នកទាំងអស់គ្នាទៅស្វែងយល់អំពីអបិយជំនឿខ្មែរបុរាណដ៏គួរឲ្យព្រឺក្បាលមួយនោះគឺដើមកំណើតនៃខ្មោចទឹកនឹងរឿងរ៉ាវប្រលឹងវិលវល់មិនអាចទៅចាប់ជាតិតើពួកវាពិតជាមានមែនឬគ្រាន់តែជាល្បិចកលបន្លាចប្រិយមិត្តពុកម៉ែបងប្អូនជាទីគោរពបើតាមជំនឿពីបុរាណរៀងមកខ្មោចទឹកមិនមែនកើតឡើងដោយឯកឯងនោះទេពួកវាគឺជាវិញ្ញាណឬជាប្រលឹងរបស់មនុស្សលោកយើងនេះឯងដែលបានជួបគ្រោះអកុសលស្លាប់ដោយសារការលង់ទឹកវាអាចជាការលង់ទឹកដោយអចេតនាគ្រោះថ្នាក់ពេលហែលទឹកជិះទូកដរឬក៏ជាការធ្វើអត្តឃាតបញ្ចប់ជីវិតខ្លួនឯងនៅក្នុងទឹកជាដើមបុរាណអាចារ្យខ្មែរតែងតែមានជំនឿយ៉ាងមុតមាំថាមនុស្សដែលស្លាប់ដោយគ្រោះថ្នាក់ផ្សេងជាពិសេសគឺការលង់ទឹកស្លាប់នេះគេចាត់ទុកថាជាការស្លាប់ទាំងដៃហុំឬហៅថាការស្លាប់ទាំងមិនធម្មតាស្លាប់ទាំងមិនអស់អាយុខៃហើយតែស្លាប់ទាំងចាប់នៅអាឡ័យទាំងក្តីរន្ធត់នឹងការភ័យខ្លាចបែបនេះហើយទើបធ្វើឲ្យប្រលឹងនិងវិញ្ញាណរបស់ជនរងគ្រោះមិនអាចទៅចាប់ជាតិឬធ្វើដំណើរទៅកាន់សុគតិភពដោយមនុស្សទូទៅបានភ្លាមឡើយប្រលឹងដ៏កំសត់និងពោពេញឲ្យភាពត្រជាក់ស្រេបនោះត្រូវបង្ខំចិត្តវិលវល់អណ្ដែតអណ្ដូងនិងជាប់គាំងនៅទីកន្លែងដែលខ្លួនបានស្លាប់មិនថាជាអន្លង់ទឹកជ្រៅទន្លេបឹងបួឬស្រះទឹកនោះទេប្រលឹងនោះនឹងត្រូវនៅយាមទីនោះទាំងភាពឯកោនិងរងចាំថ្ងៃរំដោះខ្លួននេះហើយគឺជាប្រវត្តិនិងដើមកំណើតនៃខ្មោចទឹកតាមបែបឧបិយជំនឿខ្មែរបុរាណ